រុស្ស៊ីព្រមានឆ្លើយតបរាល់ការគំរាមកំហែងបន្ទាប់ពីសិទ្ធិសញ្ញានុយក្លេអ៊ែរផុតសុពលភាពទីក្រុងមូស្គូក្រសួងការបរទេសរុស្ស៊ីព្រមានថាខ្លួនត្រៀមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់រាល់ការគំរាមកំហែងមកលើខ្លួនការប្រកាសដូចនេះនៅពេលដែលសិទ្ធិសញ្ញានុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៊ីសេសសល់ពេលចុងក្រោយគេត្រូវផុតសុពលភាពនៅថ្ងៃនេះតែម្ដងបន្ទាប់ពីសិទ្ធិសញ្ញានេះផុតរលត់ទៅប្រទេសទាំងពីរអាចនឹងជិះសេះលែងដៃមានន័យថាអាចនឹងផលិតក្បាលគ្រាប់នុយក្លេអ៊ែរនិងដាក់ពង្រាយតាមចិត្តព្រោះគ្មានលិខិតណាមួយសម្រាប់ចងជើងពួកគេបានឡើយនៅក្នុងសេចក្តីប្រកាសដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានតាសក្រសួងខាងលើនេះអះអាងថារុស្ស៊ីមិនទាន់ទទួលការឆ្លើយតបពីអាមេរិកពាក់ព័ន្ធនឹងការស្នើសុំដើម្បីបន្តសុពលភាពនៃសិទ្ធិសញ្ញានេះនៅឡើយទេសូមរំលឹកថាកាលពីថ្ងៃទី22ខែកញ្ញារុស្ស៊ីបានស្នើសុំបន្តសុពលភាពសិទ្ធិសញ្ញានេះមុនដំបូងលោកដូណាល់ត្រាំប្រកាសគាំទ្រប៉ុន្តែនៅទីបញ្ចប់ក៏ស្ងាត់ឈឹងទីប្រឹក្សារបស់លោកពូទីនអះអាងថារហូតមកដល់ពេលនេះភាគីអាមេរិកមិនទាន់បានឆ្លើយតបនៅឡើយទេការថ្លែងរបស់ទីប្រឹក្សារូបនេះបន្ទាប់ពីលោកពូទីនសន្ទនាគ្នាតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងអស់រយៈពេល1ម៉ោងនិង25នាទីដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលោកដូណាល់ត្រាំបង្ហាញសញ្ញាថាលោកចង់កំណត់ចំនួនអាវុធនុយក្លេអ៊ែរនិងក៏ចង់ឲ្យប្រទេសចិនចូលរួមនៅក្នុងកញ្ចប់នេះដែរពលគឺមានអាមេរិករុស្ស៊ីនិងចិនមន្ត្រីរដ្ឋាភិបាលរុស្ស៊ីថ្លែងថាពួកគេនឹងចាត់វិធានការនៅក្នុងបញ្ហានុយក្លេអ៊ែរដោយតុល្យភាពបើអាមេរិកធ្វើរុស្ស៊ីនឹងធ្វើដូច្នោះដែរនៅពេលគ្មានសិទ្ធិសញ្ញានុយក្លេអ៊ែរដែលមានឈ្មោះ START រុស្ស៊ីថាខ្លួនត្រៀមធ្វើដំណើរទៅមុខទៀតប្រសិនបើអាមេរិកនៅតែមិនឆ្លើយតបរុស្ស៊ីចាត់ទុកថាការដែលអាមេរិកមិនមាត់មិនកបែបនេះជាអាកប្បកិរិយាខុសឆ្គងនិងគួរឲ្យសោកស្ដាយទោះជាយ៉ាងណាក្តីរុស្ស៊ីថ្លែងថាខ្លួននៅតែបើកទូលាយជានិច្ចក្នុងការស្វែងរកដំណោះស្រាយតាមនយោបាយនិងការទូតពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋមន្ត្រីការបរទេសអាមេរិកប្រាប់ថាលោកមិនទាន់បានស្ដាប់ឮសេចក្តីប្រកាសពាក់ព័ន្ធនឹងការផុតសុពលភាពនៃសិទ្ធិសញ្ញានុយក្លេអ៊ែរនោះទេប៉ុន្តែលោកថាលោកដូណាល់ត្រាំត្រៀមចរចាជាមួយរុស្ស៊ីនិងចិនជានិច្ចសិទ្ធិសញ្ញា New START ចុះហត្ថលេខាដោយលោកអូបាម៉ានិងលោក Medvedev កាលពីឆ្នាំ2010ក្នុងនាមលោកទាំងពីរជាប្រធានាធិបតីអាមេរិកនិងរុស្ស៊ីកាលពីចំនួននោះសិទ្ធិសញ្ញានេះដាក់កំហិតលើប្រទេសទាំងពីរមិនឲ្យមានក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រនុយក្លេអ៊ែរខ្នាតធំបំពាក់លើមីស៊ីលនិងយន្តហោះទម្លាក់គ្រាប់បែកលើសពី1550គ្រាប់ទេតាមពិតសិទ្ធិសញ្ញានេះត្រូវផុតសុពលភាពតាំងពីឆ្នាំ2021មកម្លេះប៉ុន្តែលោកដូណាល់ត្រាំបានបន្តសុពលភាពរហូតដល់ជិតចប់អាណត្តិរបស់លោកកាលពីឆ្នាំ2020ខែកុម្ភៈឆ្នាំ2023លោកពូទីនប្រកាសថានឹងឈប់ចូលរួមនៅក្នុងសិទ្ធិសញ្ញានេះតទៅទៀតហើយកាលនោះក្រុមប្រចាំប្រទេសដាក់ទណ្ឌកម្មរុស្ស៊ីពីបទឈ្លានពានអ៊ុយក្រែនហេតុនេះលោកប្រកាសថានឹងដកខ្លួនពីសិទ្ធិសញ្ញានេះព្រោះលោកមិនយល់ព្រមអនុញ្ញាតឲ្យអាមេរិកត្រួតពិនិត្យមើលឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីទេ